របស់ខ្យល់មួយសងដែលបក់លើសមុទ្រអាណាម៉ាន់សមុទ្រកម្ពុជាអង្គទន្លេមេគង្គសមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជានេះបើយោងតាមក្រសួងធនធានទឹកនិងតុនិយមស្ថានភាពបែបនេះនឹងធ្វើឲ្យ1តំបន់វាលទំនាបសីតុណ្ហភាពមធ្យមបរិមា21អង្សាសេនិងសីតុណ្ហភាពមធ្យមបរិមា29អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយនឹងកូររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% 2តំបន់ខ្ពស់រាបសីតុណ្ហភាពមធ្យមបរិមា21អង្សាសេនិងសីតុណ្ហភាពមធ្យមបរិមា27អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយនឹងកូររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% 3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមបរិមា21អង្សាសេនិងសីតុណ្ហភាពមធ្យមបរិមា27អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយនឹងកូររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% រលកសមុទ្រមានកម្ពស់មធ្យមបរិមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមបរិមា 1.75 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន